Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានម៉ៅមួយ brand ទៀតហើយដែលចង់យកមកណែនាំជូនអ្នកទាំងអស់គ្នាហើយ brand នេះដែរគឺជា brand របស់ Thakshak ដែល logo របស់វានោះគឺ X8 SE ហើយសម្រាប់ម៉ានេះដែរគឺអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ជាប្រចាំថ្ងៃបានមិនថាលេងហ្គេមមិនធ្វើការទេអញ្ចឹងយើងនឹងមកដឹងពី spec របស់ម៉ៅនេះបន្តិចម៉ៅនេះដែរទម្ងន់របស់វានោះគឺត្រឹមតែ55ក្រាមតែប៉ុណ្ណោះគឺវាស្រាលខ្លាំងមែនទែនហើយហៀតរបស់គេក៏ទូចល្មមងាយស្រួលក្នុងការកាន់ប្រើប្រាស់ផងដែរមាន DPI 25000 DPI 1K polling rate ប្រើប្រាស់ជាមួយនឹង sensor port 3311ហើយចំពោះម៉ៅនេះដែរគឺខាងពួកយើងមាន3ពណ៌ក្នុង stock ដូចអ្នកទាំងអស់គ្នាបានឃើញក្នុងវីដេអូនេះអញ្ចឹងហើយបើនិយាយពីថ្មរបស់ម៉ៅនេះវិញគឺកាន់បានរហូតដល់65ម៉ោងគឺវាយូរល្មមងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃមិនថាយកទៅក្រៅឬមួយក៏ប្រើប្រាស់នៅផ្ទះទេចូលមកការ connection វិញគឺមានរហូតដល់3 connection เนาะមាន Bluetooth USB wireless ហើយនៅចុងក្រោយគេនោះគឺខ្សែ Type C នឹងតែម្ដងបើនិយាយពីការ design របស់ម៉ៅនេះវិញគឺ design មកដែលមានភាពស្រាលខ្លាំងមែនទែនហើយតូចល្មមងាយស្រួលក្នុងការកាន់ប្រើប្រាស់ខ្លាំងមែនទែនដូចអ្នកនរបានឃើញក្នុងវីដេអូនេះអញ្ចឹងហើយនៅផ្នែកខាងក្រៅរបស់វានោះគឺគេបាន design មកដែលភ្ជាប់មកជាមួយនឹងប៊ូតុងនៅកំណត់ទៅលើ connection និងមួយទៀតគឺកំណត់លើ DPI នឹងតែម្ដងហើយគេបានភ្ជាប់មកជាមួយនឹងដុំ USB wireless ដែលភ្ជាប់នៅខាងក្រៅរបស់ម៉ៅនេះអញ្ចឹងខ្ញុំបើកឲ្យអ្នកនរគ្នាមើលនេះគឺជាដុំ USB wireless ដែលគេបានភ្ជាប់មកជាមួយនឹងម៉ៅក្រៅពីម៉ៅទាំងអស់គ្នានឹងទទួលបាននៅ accessory មួយចំនួនដូចជាខ្សែ Type C ចំនួន1 extra sketch ចំនួន1និងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរហើយអីដែលខ្ញុំឆ្លាញ់ពីម៉ៅមួយ model នេះគឺការ design របស់វាមានច្រើនពណ៌ខ្ញុំមានស្រួលក្នុងការជ្រើសរើសហើយក៏វាមានភាពស្រាលនិងងាយស្រួលដាក់តាមខ្លួនជាប្រចាំថ្ងៃផងដែរចំពោះម៉ៅនេះផងដែរក៏ខាងពួកយើងមាន warranty អ្នកនរគ្នាផងដែរពីមួយអាទិត្យរហូតដល់1ឆ្នាំហើយបើនិយាយពីតម្លៃវិញត្រឹមតែ$25តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាជាមួយនៅវីដេអូក្រោយបាយបាយ